ដូចមិញក៏បាននិយាយតាក់ទងជាមួយនឹងថាកន្លែងបងស្នាអត់មានកំណត់ទេតាមពិតមែនទៅមិនបងមិនចង់កំណត់ទេតែដោយសារតែបងធ្លាប់ជាអ្នករៀនដូចគ្នាបងដឹងចាបងព្រោះការបងទៅស្នាឲ្យគេក៏បងមានអារម្មណ៍មានសម្ពាធយ៉ាងណាកាលណាអត់បានទៅមានអារម្មណ៍ថាយើងអត់បានទៅជួយការងារអត់បានទៅអីគេយ៉ាងណាធ្វើឲ្យគាត់ដូចថាយើងបានទៅរៀនតែគេមិនបានយកអីពីការដែលយើងទៅជួយគេហ្នឹងណាពេលអញ្ចឹងក៏មានអារម្មណ៍ធ្លាប់មានអារម្មណ៍ហ្នឹងកន្លងមកដែរនិយាយទៅការបងនៅស្នានោះហើយនិយាយថាខ្លាចចិត្តម្ចាស់គេនោះខ្លាចទៅពេលអញ្ចឹងទៅមានអារម្មណ៍ថាដូចចង់សតិអារម្មណ៍ដែរអារៀននៅសាលាយើងមិនអាចថាមករៀនយើងទៅឈប់មករៀនមកស្នាកើតទេក៏យើងទៅនេះទៅយើងមកស្នាកើតទៅទេអញ្ចឹងបងយល់ពីអារម្មណ៍ហ្នឹងបានបង open ឲ្យមានសេរីភាពពេញលេញហ្មងបានន័យថាមិនមែនបងពឹងផ្អែកទៅលើពួកយើងដើម្បីមកជួយបងទាំងស្រុងទេអ្វីដែលបងបើកឲ្យពួកយើងមកហ្នឹងគឺចង់ឲ្យយើងរៀនសូត្រស្វែងយល់ឲ្យបានច្រើនពីការអនុវត្តទ្រឹស្ដីជាមួយនឹងការអនុវត្តផ្ទាល់ហ្នឹងវាខុសគ្នាមិនទេនិយាយទៅបើចង់បើកឱកាសឲ្យយើងស្គាល់ផងការកម្មវិការតំណងមកទេជនវាមិនយើងសួរនាំជំងឺមិនព្រោះអានតិចតិចហ្នឹងយើងមិនមែនចាំតើយើងរៀនចាប់បានយើងចេញមកធ្វើទេតើយើងមាន basic ពីក្រោមទៅអញ្ចឹងបើអ្នកខ្លះគាត់ថាឆ្នាំទី1ទី2អត់នឹងខ្យល់អីសោះហៅគេមកដែរមិនមែនហៅមករៀនឲ្យតាក់ទងជាមួយទៅផ្សំឆ្នាំឲ្យគេលេបទេហៅមករៀនវាតាក់ទងជាមួយនឹងគេហៅថា work environment តែយើងតំណងជាមួយអ្នកដតីអ្នកដែលផ្សេងទៀតនៅកន្លែងការងារហ្នឹងបែបម៉េចពីព្រោះយើងត្រូវរៀនតាំងគេហៅជំនាញទុនតាំងជំនាញរឹងបើយើងចេញទៅមានតែជំនាញរឹងហ្នឹងយើងអត់មានជំនាញទុនសោះយើងទៅតំណងមួយគេមិនយល់ទេអញ្ចឹងទាំងអស់ហ្នឹងដែលបើយើងនិយាយទៅដូចធៀបផ្សំមួយអញ្ចឹងសូម្បីតែណាវិនបងឃើញដំបូងឃើញបងខ្លាចហើយញ័រដូចគូកដោអញ្ចឹងបងកំពុងថាបងដល់ថ្នាក់ហ្នឹងអីតែបងមិនបាននិយាយមកគាត់សោះគាត់ដឹងញ័រអញ្ចឹងសួរថាកន្លែងហ្នឹងបងឃើញថាហើយយើងទៅមកអញ្ចឹងយើងចាប់ដើមភ័យយើងខ្លាចហើយចុះបើសិនជាយើងរៀនចប់បានយើងចេញស្នាមិនទៅឃើញខាតពេលអត់តែដល់ពេលឥឡូវបងឃើញគាត់មកច្រើនណាគាត់លេងខ្លាចហើយគាត់ចេះនិយាយថានិយាយជាមួយអ្នកផ្សេងតំណងមួយបងនៅក្នុងហ្នឹងហើយឃើញគាត់អត់ខ្លាចទេបងមានអារម្មណ៍ថាគាត់ផ្លាស់ប្ដូរជាងពីមុនអញ្ចឹងហើយណាកន្លែងហ្នឹងពេលដែលគាត់មកស្នាហ្នឹងគាត់ធ្វើគាត់បាត់ភាពភ័យខ្លាចដែរអញ្ចឹងឆ្នាំទី3ទី4អីគាត់ឈប់ពីកន្លែងមកគាត់ទៅស្នាកន្លែងផ្សេងគាត់ធម្មតាតែឥឡូវសាក់ដល់បងអត់ឲ្យគាត់មកដល់ពេលចិត្តចាប់ឆ្នាំគាត់ចេញទៅស្នាកន្លែងគេគាត់លេងហ៊ានមើលមុខគេបណ្ដោយយល់ទេអញ្ចឹងបានន័យថាអាការស្នាមកឆ្នាំទី1ទី2នេះបើសួរថានិយាយពីរឿងស្អីណាឲ្យទៅផ្សំឆ្នាំទៅលក់ហ្មងមិនមែនអត់ទេអញ្ចឹងកុំឲ្យមានការភ័ន្តច្រឡំថាមករៀនអត់ផ្សំឆ្នាំគឺមករៀនតាក់ទងជាមួយនឹងការតំណងជាមួយនឹងមនុស្សជុំវិញខ្លួនយើងតាក់ទងជាមួយនឹងការសម្របខ្លួនយើងទៅជាមួយនឹងការងារនៅក្នុងសិក្សាហ្នឹងមិនសូម្បីតែមកវិញបងត្រូវប្រើហៀវ៉ាន់គឺហៀវ៉ាន់ទោះមិនចង់ធ្វើត្រូវអត់នៅផ្ទះម៉ែហៅប្រើបោះផ្ទះបោះផ្ទះឥឡូវបងហៅទៅបោះផ្ទះហើយទៅអត់សុខចិត្តទៅអត់បខំហើយថ្ងៃក្រោយទៅបន្ទាប់ពីសារចេញពីកន្លែងបងចប់ចង់ទៅសារនៅកន្លែងផ្សេងទៀតអត់បើសិនជាអាចខ្ញុំនឹងទៅកន្លែងផ្សេងបើសិនជាគេ pharmacy ផ្សេងទៀតក៏ផ្ដល់ឱកាសចាបងយើងនឹងទៅចាដើម្បីចាប់ប្រដបបទពិសោធន៍ថ្មីតទៀតអញ្ចឹងមានគិតថាបងមិនឲ្យទៅទេមានគិតអត់អត់ដែរគិតទេហេតុអីព្រោះអីខ្ញុំឃើញនិស្សិតគាត់ច្រើនណាហើយគាត់ក៏មានសមត្ថភាពច្រើនដែរអញ្ចឹងខ្ញុំគិតថាបងអាចនឹង keep អ្នកមុនទុកសិនអញ្ចឹងណាបងអញ្ចឹងអត់ដល់វេនខ្ញុំទេតាមពិតមែនតើទៅអ្នកដែលមកស្ដារកន្លែងបងអត់ដែរសួរនាំថាគាត់ទៅណាឯងបើសិនជាគាត់ត្រូវការស្ដារត្រូវការបងជួយពេលខ្លះបងជួយគាត់បានទៀតបើសិនជាគាត់គិតថាគាត់ចង់ទៅស្ដារកន្លែងផ្សេងទៀតដែលមានចំណេះដឹងឬក៏អាចឲ្យគាត់ចេះបានច្រើនជាងហ្នឹងណាបងនឹងបើកផ្លូវឲ្យគាត់ទៅទៀតហើយនឹងសុំកន្លែងដែលបងដៃគូបងមួយចំនួនឲ្យទៅទៀតកន្លងមកមុនបងធ្លាប់ធ្វើបងអត់ហាមគាត់ពួកយើងថាចង់ទៅស្ដារនៅណាអីអត់ហាមគាត់ទេព្រោះអីបងគិតថាស្ដារនៅកន្លែងបងយើងឃើញបរិបទការងារឬក៏ឆ្នាំអីប៉ុណ្ណឹងតែយើងត្រូវទៅកន្លែងផ្សេងទៀតដែលមានឆ្នាំរាប់ពាន់រាប់ម៉ឺនមុខដែលយើងមិនទាន់ស្គាល់មានអ្នកដែលគាត់ទៅ pharmacy ធំៗនៅអូឡ িম্প ិកនៅអីចឹងណាគឺបងបានតំណែងជាមួយអ្នកដែលបងស្គាល់ហ្នឹងគឺបងចេញមុខសុំឲ្យគាត់ទៅទៀតអញ្ចឹងបាច់អារម្មណ៍ភ័យខ្លាចថាបងកាក់ទុកបងហៅយើងមកដើម្បីប្រើឬក៏ថាមិនឲ្យទៅស្ដារកន្លែងផ្សេងទេបងអត់ហាមទេអញ្ចឹងមិនថាកន្លែងបងមកស្ដារគឺសេរីភាពពេញទីអញ្ចឹងវារៀងខុសគេបន្តិចហើយកន្លែងនេះបងមិនអាចថាកន្លែង pharmacy ផ្សេងទៀតគាត់វិន័យតឹងរឹងអីឬក៏មិនទេអាហ្នឹងវាទៅតាមគោលការណ៍កន្លែងគាត់មួយផ្សេងគ្នាគាត់ថាកុំបោះបង់គឺយើងនៅតែព្យាយាមទៅហើយក៏បងលើកទឹកចិត្តថា pharmacy ផ្សេងទៀតក៏ជួយសម្រួលទៅដល់គ្នាយើងទៅព្រោះកន្លែងបងមិនអាចទទួលបានគ្រប់គ្នាទាំងអស់ទេតែបងអាសាជឿទុកគ្រូជាប់ជាប្រចាំណាកុំភ្លេចប្រើជាមួយនឹង amino sugar នេះផងព្រោះមុនខ្ញុំអាសាបានធ្វើវីដេអូតែឥឡូវចេះតែភ្លេច amino sugar នេះក៏មានការគ្រប់គ្រងពីអង្គពូមីងដែលគាត់ឈឺតាមសាច់ដុំឬក៏គាត់ឆ្លោះក្រិចហើមជាំអីហ្នឹងណាគាត់អាចលុញជាមួយនឹង amino sugar នេះបានប្រភេទ gel លុញដែលវាមានកម្ដៅមកគួរសមដែរសម្រាប់អ៊ំចាស់គាត់ចូលចិត្តកម្ដៅខ្លាំងតែបើយើងក្មេងៗយើងអត់ចូលចិត្តកម្ដៅហ្មងនេះអញ្ចឹងយើងលុញតិចទៅតែបើអ៊ំគាត់ចាស់គាត់ធ្វើការលុញរៀងយូរតិចទៅគាត់បានកម្ដៅដែលគាត់ចង់បាននេះ